វាយពាក្យថា celepa.net បាទគេហទំព័រហ្នឹងគឺជាគេហទំព័រ font អក្សរនៅកម្ពុជាយើងដែលកម្រមានគឺគេហទំព័រ celepa.net ដូច្នេះហើយពេលយើងវាយពាក្យហ្នឹងហើយយើងចុច go search ចូលមកដល់ទីនេះអ្នកទាំងអស់គ្នាក្រឡេកមើលមកខាងក្រោមគេគឺនៅខាងក្រោមគេនេះគឺខ្មែរ font បាទអញ្ចឹងសូម select យកខ្មែរ font បណ្ដាទីនេះមាន font អក្សរខ្មែរសរុបប្រហែលជា700ពុំអ្នកទាំងអស់គ្នាអាចជ្រើសរើសយកមួយណាតាមដែលការស្រឡាញ់របស់អ្នកទាំងអស់គ្នានេះគឺជាពុំអក្សរទូទៅនៅក្នុងគេហទំព័រ silpa.net ដូច្នេះហើយបើអ្នកទាំងអស់គ្នាស្រឡាញ់មួយណាគ្រាន់តែអ្នកទាំងអស់គ្នាចុចឲ្យចំមកហើយក្រឡេកចុចចំវានឹងលោតចូលមកខាងនេះហើយក្រឡេកមើលនៅផ្នែកខាងស្ដាំដៃដែលខ្ញុំកំពុងតែខាច់នេះគឺមានពាក្យថា download ដូច្នេះហើយយើងចុចពាក្យហ្នឹងមកវានឹង starting download ហើយយើងមើលខាងលើវាកំពុងតែ download បាទអញ្ចឹងយើងឆ្លាញ់ប៉ុន្មានយើង download មកប៉ុណ្ណឹងមកប៉ុន្តែត្រូវចងចាំថាគ្រប់ font គ្រប់ពុំទាំងអស់មិនមែនស្ថិតតែដាក់ត្រូវជាមួយនឹងទូរស័ព្ទនោះទេពុំខ្លះយើងដាក់ត្រូវមែនប៉ុន្តែមើលទៅវាហាក់ដូចជារញ៉េរញ៉ៃក៏ដូចជាមានភាពសាមញ្ញច្រើនហើយពុំខ្លះដាក់ទៅគឺមានតែភាពស្រស់ស្អាតបន្ទាប់ពី download ហើយអ្នកទាំងអស់គ្នាត្រូវចងចាំនៅកន្លែងនៅ folder ដែលវាផ្ទុកកន្លែង download បាញ់មិញហ្នឹងនៅកន្លែងណាសម្រាប់ទូរស័ព្ទខ្ញុំគឺវានៅក្នុងទូរស័ព្ទផ្ទាល់គឺនៅកន្លែង download ចូលទៅនេះគឺជា font ដែលខ្ញុំបាន load ទាំងបានគឺវានៅក្នុងនេះអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចងចាំថាតើ font មួយណាតើ font ដែលយើងបាន download បាញ់មិញហ្នឹងវានៅទីកន្លែងណាបន្ទាប់ពី download ហើយសូមអ្នកទាំងអស់គ្នាចូលទៅក្នុងកម្មវិធីដែលបាន download ទាញយកចេញពីក្នុង Play Store បាញ់មិញគឺកម្មវិធី iPhone បាទនេះកម្មវិធី iPhone ដែលបានទាញយកពីក្នុង Play Store សូមបើកចូលនៅក្នុងកម្មវិធីហ្នឹងហើយក្រឡេកមកមើលនៅផ្នែកខាងស្ដាំដៃដែលខ្ញុំកំពុងតែថាច់នេះគឺមានពាក្យ My បន្ទាប់ពីពាក្យចុចកន្លែងឆ្លៀកចូលពាក្យ My ហើយគឺកន្លែង My Font នៅខាងលើគេយើងថាច់យក My Font បន្ទាប់មកសូមអ្នកទាំងអស់គ្នាមើលអក្សរពណ៌ក្រហមឆ្លៀក This គឺមានន័យថាគេឲ្យចុចកន្លែងហ្នឹងដើម្បីស្វែងរក font ដែលយើងបាន download ដូច្នេះហើយសូមអ្នកទាំងអស់គ្នាចុចកន្លែងអក្សរពណ៌ក្រហមមួយឆ្នោតនេះដែលខ្ញុំកំពុងតែថាច់នេះចុចលើហ្នឹងមកហើយអ្នកទាំងអស់គ្នាប្រកាសជាចងចាំហើយមិនមែនថាខ្ញុំ download font 3មិញគឺនៅកន្លែងណាអញ្ចឹងនៅក្នុងទូរស័ព្ទនៅក្នុងទូរស័ព្ទគឺខាងលើនេះ0ចំណែកខាងក្រោមគឺ memory ខាងក្រៅចុចទៅក្នុងហ្នឹងបាញ់មិញយើងបានឃើញគឺវានៅក្នុងកន្លែង folder download ដូច្នេះហើយចុចទៅក្នុងហ្នឹងមកនេះគឺជា font ទាំងអស់ដែលខ្ញុំបាន download មានចំនួន7-10 font ដូច្នេះហើយខ្ញុំអាចជ្រើសរើសយកមួយណាក៏បានដែរអញ្ចឹងដើម្បីជ្រើសរើសយកតែយើងធ្វើមកទៀតបើយើងចង់យកមួយណាសាកល្បងថាវាត្រូវមួយទូរស័ព្ទយើងអត់យើងថាច់វាមកបន្ទាប់មកយកពាក្យ search ទៅខាងក្រោមបន្ទាប់ពី search មកយើងត្រូវចុច OK បន្ទាប់មកទៀតវានឹង load ចូលមកកន្លែង install យើង install តាមវាទៅបាទខ្មែរវីរៈ mono អញ្ចឹងពេលវា install រួចវានឹងចូលទៅកន្លែងកំណត់ font style ដែលជាទីកន្លែងកំណត់រចនាប័ទ្មនៃអក្សរដែលបង្ហាញជូននៅក្នុងទូរស័ព្ទនេះគឺខ្មែរវីរៈ mono ដែលខ្ញុំបាន install បាញ់មិញអញ្ចឹងតែប៉ុណ្្នឹងទេហើយយើងចុចវាយកមកហើយ yes ទៅគឺតែប៉ុណ្្នឹងគឺបានហើយបាទអញ្ចឹងឥឡូវខ្ញុំបានកំណត់រួចហើយចូលទៅមើលក្នុង Facebook វិញតើពុម្ពអក្សរដែលខ្ញុំបានបង្ហាញជូនមុននេះហើយនឹងពេលដែលខ្ញុំបានតម្លើងរួចតើវាខុសគ្នាដែរទេអញ្ចឹងចូលទៅក្នុង Facebook
បាទនេះអ្នកទាំងអស់គ្នាបានឃើញហើយនេះគឺជា font អក្សរនៅក្នុងទូរស័ព្ទនេះបាទគឺវាមិនមែនជាមិន